យុទ្ធសាស្ត្រប្រមាញ់បាក់សីមួយប្រភេទនេះស្វែងរកអាហារពីលើអាកាសដោយហោះសំកាំងស្កេនមើលចំណីនៅលើដីភាគច្រើនវាប្រមាញ់សត្វកណ្ដុរកង្កែបនិងសត្វបាក់សីតូចៗផ្សេងទៀតធ្វើជាអាហារជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទសុជាតិខ្ញុំធ្វើវីដេអូមួយបង្ហាញអំពីសត្វស្លាបមួយប្រភេទដែលមានឈ្មោះថាសត្វស្ទាំងលលោកពួកវាជាបាក់សីប្រមាញ់នៅពេលថ្ងៃដែលអាចឲ្យយើងមើលឃើញញឹកញាប់ក្នុងស្ថានភាពហោះអណ្ដែតដោយស្លាបរបស់វាខ្នាតជារូបរាងអក្សរ V មុនពេលហោះហើរចុះទៅចាប់ចំណីអាហារដោយប្រើម្រាមជើងពួកវាក៏អាចឈរចាំនៅលើមែកឈើដើម្បីវាយប្រហារចាប់អាហារផងដែរវាចូលចិត្តរស់នៅតំបន់វាលស្មៅដែលមានដើមឈើដុះរាយប៉ាយហើយតំបន់នោះមានស្លឹកស្មៅឬរុក្ខជាតិដីដែលអាចមើលឃើញពីលើអាកាសហើយមានកម្ពស់ប្រហែលជា30ទៅ 1.5 ម៉ែត្រសត្វស្ទាំងលលោកជាទូទៅវាមានកម្ពស់ពី31ទៅ35សង់ទីម៉ែត្រពេញវ័យកន្ទុយខ្លីគៀមខាងលើនៃស្លាបពណ៌ខ្មៅស្លាបទី1ផ្នែកខាងក្រោមពណ៌ខ្មៅផ្នត់ស្លាបរាងអក្សរ V នៅពេលសំកាំងមិនទាន់ពេញវ័យដើមទ្រូងបន្ទូលក្បាលនិងផ្នែកខ្នងពណ៌លឿងខ្ចីសំឡេងឮពីយូរនៅពេលដែលវាបង្អួតរៀងទីជម្រកតំបន់វាលំហរួមទាំងតំបន់កសិកម្មរយៈកម្ពស់មិនលើសពី1500ម៉ែត្រជីវសាស្ត្រហើរសំកាំងដើម្បីរកចំណីរបាយវត្តមានពេញមួយឆ្នាំនិងជាប្រភេទរងគ្រោះតិចតួចរដូវបន្តពូជពេញមួយឆ្នាំសត្វស្ទាំងលលោកនេះផងដែរគឺជាភ្នាក់ងារដ៏សំខាន់របស់កសិករក្នុងការកម្ចាត់កណ្តុរចង្រៃដែលកាត់បំផ្លាញស្រូវរបស់កសិករដែលធ្វើនៅតាមអតីតតំបន់រណបនៃតំបន់ការពារទេសភាពបឹងព្រៃល្ពៅសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនា